bà lim lây cả tha bà răng thẹn vẹn buồn crom bà anh nắng cai tha bàn bằng pro của thai dân đó vẽ nắng sợ bà giờ thằng con này người ta mơm khơi bal mũ đi thằng bal mũ là cái bal mũ hay vừa nãy thằng bal đập bẹt bal mũ bal áp cháu bal đập bẹt này ngày mơm khơi chứ chôn ca nó khăng hai cho đó tí chết nó khâu cho tha bán bà răng nắng bà của đã đôi chia đôi cam muốn có khăng này khăng trong cái lẹ bỏ dòng tin bà chẳng vì mơm khơi mà buồn như nè vì khác khơiจาก crom ណា để trơ lang tron tria នឹង đòn đạp lang លេង ថែម ម៉ោង ពេល ហ្នឹង ទី រហូត នឹង វេទនា ហ្នឹង ជួនកាល អាច បាន ពៀន ដែរ បាទ ឥឡូវ ខ្លាច បរិយា ធ្លាក់ ណាស់ លោក ប្អូន បញ្ញា បាទ មើល តាម រូបថត លោក ប្អូន បញ្ញា បាទ ណា ថ្វាយ អង្គម ពី ចម្ងាយ បាទ ខ្ញុំ share ក្រុម ផង account ផង ឡើង overview អូខេ បាទ share ក្រុម ផង account មក អូខេ អរគុណ ឥឡូវ ប៉ុណ្ណឹង ណា បង ណា យើង លឿន ដោយ សារ ម៉ោង យើង កាន់ តែ ទៅ មុខ ដល់ គូ គូ នេះ គឺជា គូ ដែល វគ្គ 16 ក្រុម ចុង ក្រោយ ហ្នឹង ជក់ ចិត្ត ជាង គេ ខ្ញុំ ថា គូ ហ្នឹង គឺជា គូ ដែល បងប្អូន ត្រូវ តែ តាម បាន កុំ ឲ្យ ខាន ហ្មង រវាង ក្រុម បាល់ ទាត់ ជម្រើស ជាតិ ប៉តុយហ្គាល់ និង ក្រុម បាល់ ទាត់ ជម្រើស ជាតិ អេស្ប៉ាញ មក ណាត់ ជួប គ្នា នៅ វគ្គ 16 ក្រុម FIFA World Cup 2026 នេះ ហើយ ខ្ញុំ តាំង ពី បើក ក្បាល World Cup ហ្មង ខ្ញុំ ថា ខ្ញុំ គាំទ្រ អេស្ប៉ាញ ហើយ នឹង មួយ ទៀត ហ្នឹង ក៏ ខ្ញុំ យក ប៉តុយហ្គាល់ ដែរ ចឹង ឥឡូវ ក្រុម ដែល ខ្ញុំ ស្រឡាញ់ 2 មក ជួប គ្នា នៅ វគ្គ នេះ ខ្ញុំ ពិបាក មែនតើ បងប្អូន ណា ពិបាក មែនតើ មក ជួប គ្នា វគ្គ ផ្នែក ទាត់ ហ្មង ខ្ញុំ សប្បាយ ចិត្ត ជាង គេ មួយ ណា លើក ពី ក៏ ខ្ញុំ សប្បាយ ដែរ តែ មក ជួប គ្នា វគ្គ នេះ ខ្ញុំ ស្ដាយ បាទ ព្រោះ ត្រូវ បាត់ បង់ ក្រុម ដែល ខ្ញុំ ស្រឡាញ់ មួយ ហើយ ចឹង បើ ខ្ញុំ ប្រកាស ណា រៀង លំអៀង មក ខាង អេស្ប៉ាញ បន្តិច ហើយ ក្នុង ការ ប្រកួត មួយ ហ្នឹង ពី ព្រោះ តែ ខ្ញុំ បាទ រ៉ាប់រង នឹង ទស្សនា ការ លេង របស់ អេស្ប៉ាញ មួយ អេស្ប៉ាញ ដឹង ហើយ បុក ជាមួយ នឹង position ball ដែល សារ បាល់ លេង បាន ច្រើន តាម ដែល អាច ធ្វើ ទៅ បាន ខណៈ ដែល ប៉តុយហ្គាល់ គឺ ប្រយុទ្ធ លឿន មាន ចង្វាក់ លេង បាទ ដែល មាន រ៉ូណាល់ដូ មាន អ្នក ចែក បាល់ ល្អ មាន អ្នក ទាត់ លើ ដំបូល ទូក បាទ វីទីញ៉ា ប្រូណូ ប៉េត្រូណេតូ សិត អ្នក ប៉ិន ទាត់ លើ ដំបូល ទូក បាន ទៀត ចឹង ហើយ គូ នេះ គឺជា គូ ដែល ជក់ ចិត្ត ឲ្យ បងប្អូន ត្រូវ តែ តាម ដាន ខ្ញុំ រំលឹក ពី head to head គូ ហ្នឹង បន្តិច ចុះ ជូន បងប្អូន ធ្លាប់ ជួប គ្នា នៅ World Cup បាទ ដូច 2010 ជួប គ្នា នៅ វគ្គ 16 ក្រុម ចឹង ដូច គ្នា ពេល ហ្នឹង អេស្ប៉ាញ យក ឈ្នះ 1-0 សុទ្ធ បញ្ចូល ទី ដល់ ដាវីត វីឡា ហើយ អេស្ប៉ាញ ក៏ ទៅ លើក ពាន World Cup នៅ 2010 ហ្នឹង បន្ទាប់ មក យើង មក ត្រួស បាទ ធ្លាប់ ជួប គ្នា នៅ 2018 World Cup ដែល រៀបចំ នៅ ប្រទេស រុស្ស៊ី ពេល ហ្នឹង រូបភាព ហ្នឹង បងប្អូន ចាំ មិន ភ្លេច ទេ រ៉ូណាល់ដូ ទាត់ hat trick 3 គ្រាប់ ហើយ free kick ចុង ម៉ោង ដែល រ៉ូណាល់ដូ តាម ស្មើ មក អេស្ប៉ាញ ហ្នឹង ជក់ ចិត្ត មែនតើ អញ្ចឹង គូ នេះ ឲ្យ ទៅ ជួប គ្នា មិន សូវ ដាច់ ទេ ស៊ី គ្នា មិន សូវ ដាច់ ទេ បន្ទាញ បន្ទង់ បដំ បសង ជួប គ្នា នៅ UEFA Nation League អេស្ប៉ាញ ធ្លាប់ ឈ្នះ 1-0 ធ្លាប់ ឈ្នះ 1-0 ហើយ ថ្មី នេះ Nation League វគ្គ ផ្ដាច់ ព្រាត់ ក៏ បាទ ប្រែ មក ជា ប៉តុយហ្គាល់ វិញ ឈ្នះ លើក ពាន Nation League វគ្គ ផ្ដាច់ ព្រាត់ ហ្នឹង ដោយ បាល់ ពេល ហ្នឹង ទី បន្ទាប់ ពី លេង ស្មើ គ្នា នៅ 120 នាទី ចឹង បើ យើង កលេច មក មើល ប្រវត្តិ ដែល ខ្ញុំ រៀបរាប់ មក គឺ ញ៉ាំ គ្នា មិន ដាច់ សោះ គូ នេះ បាទ មិន ឆ្ងាយ ទេ ចឹង ហើយ ជួប គ្នា លើក នេះ នៅ តែ តឹង ចឹង បើ ខ្ញុំ មើល សមាជិក កីឡាករ ទម្រង់ លេង បច្ចុប្បន្ន គឺ តឹង ដែរ នឹង ពិបាក ហើយ ក្រុម នេះ ក៏ ទៅ ជួប គ្នា ថ្មី ចឹង មិន សូវ បាយ ទៅ ជួប គ្នា 2025 ទេ ចឹង មក ជួប គ្នា 26 នេះ គឺ មិន ប្លែក ទេ កីឡាករ នៅ ប្រហាក់ ប្រហែល គ្នា ហើយ ទម្រង់ លេង គ្រូបង្វឹក អី ក៏ មិន ដូរ ទៀត ជា ពិសេស គ្រូ គឺ នៅ ដដែល ចឹង ហើយ យើង នឹង ឃើញ ការ លេង មួយ ដែល តាម តឹង ហើយ នឹង ស្គាល់ គ្នា ច្បាស់ ក្រុម ទាំង ពីរ នឹង ប្រយ័ត្ន តំបន់ ការពារ គ្រាប់ បាល់ នឹង មាន តិច សម្រាប់ គូ នេះ ខ្ញុំ សូម យក អេស្ប៉ាញ ឈ្នះ អេស្ប៉ាញ ឈ្នះ ឥឡូវ បាទ សម្រាប់ ទៅ យក អេស្ប៉ាញ ណា ហ្នឹង ហើយ មក ប្រើ មក យ៉ាង ណា ក៏ នៅ អេស្ប៉ាញ ហើយ ព្រោះ ស្នេហ៍ អេស្ប៉ាញ ហើយ ស្រឡាញ់ អេស្ប៉ាញ ហើយ អត់ ទេ ខ្ញុំ យក ប៉តុយហ្គាល់ ហើយ បាទ មិន ចឹង វាយ ងាប់ ក៏ យក ប៉តុយហ្គាល់ ជាង គាត់ អ្នក គាំទ្រ ប៉តុយហ្គាល់ អូខេ បាទ ហើយ បើ យើង និយាយ ពី ប្រវត្តិ ជួប គ្នា ក៏ មិន ស៊ី ដាច់ គ្នា ដែរ ហ្នឹង ហើយ ទៅ មក ចុង ក្រោយ បាន ពាន Nation League មួយ ក៏ ឈ្នះ អេស្ប៉ាញ ដែរ តែ ឈ្នះ ថ្មី ជ្រើង ហ្នឹង ហើយ បាទ អញ្ចឹង អាច ថា ក្រុម ទាំង ពីរ ជួប គ្នា គឺ ល្អ មើល ដែរ មិន ចង់ ឲ្យ ជួប គ្នា នៅ វគ្គ នេះ ទេ ដូច ប្រពេស ថា អញ្ចឹង អាច ជួប គ្នា វគ្គ ជ្រៅ ជាង នឹង ទៀត ក៏ បាន ប៉ុន្តែ យើង វា មិន អាច កំណត់ បាន ដូច ថា ការ ប្រកួត ដូច ជា កន្លង មក គាត់ វគ្គ 32 ក្រុម ហ្នឹង យើង ខក ចិត្ត អស់ ប្រហែល 2 គូ ហើយ បាទ ដូច ជា ជប៉ុន ជាមួយ នេះ នោះ ប្រេស៊ីល បាទ ជប៉ុន ប្រេស៊ីល ហូឡង់ ជាមួយ ម៉ារ៉ុក ហ្នឹង បាទ ធ្លាក់ ទៅ បាត់ ក្រុម ធំ អស់ ហើយ បាទ អញ្ចឹង ឥឡូវ នេះ ឡើង មក វា ពិបាក ដែរ ទៅ ដល់ ទៅដួស តម្រាំ តែ ផុត ពី ក្រូអាត មក ឥឡូវ មក ជួប ជាមួយ នឹង អេស្ប៉ាញ ទៀត ហើយ នៅ វគ្គ 16 ក្រុម បាន ដល់ ថា វគ្គ 8 ក្រុម 4 ក្រុម ចុង ក្រោយ ក៏ ល្អ ដែរ បាទ ប៉ុន្តែ បើ យើង និយាយ ពី ប្រវត្តិ 10 ដង ហ្នឹង គឺ ភាគ ច្រើន ក្រុម ទាំង ពីរ នេះ ស៊ី ដាច់ អត់ ដាច់ គ្នា ទេ ឈ្នះ ម្នាក់ 2 ទេ ស្មើ គ្នា ច្រើន ភាគរយ ខ្ពស់ គឺ ស្មើ បងប្អូន ចឹង ណា ឲ្យ តែ ជួប គ្នា គឺ ស្មើ តែ ម្ដង មិន ថា នៅ UEFA Nation League ហ្នឹង ហើយ បាទ មិន ថា ជួប គ្នា នៅ Euro អី ជាប់ ជួប គ្នា នៅ World Cup អី ទេ បាទ Euro លេង ថែម គូ ហ្នឹង ហ៎ បង គូ នេះ អាច ស្វិតស្វាញ បំផុត ហើយ អាច ថែម ម៉ោង ហើយ អាច ថា ពេល ទី ទៀត បាទ ពេល ទៀត បាទ ប៉ុន្តែ ប
បើតាមការគិតការយកឃើញមកខ្ញុំប៉ូទុយហ្គាល់អត់ធ្លាក់ទេកុំគិតថាកម្រិតអេស្ប៉ាញខ្លាំងបច្ចុប្បន្ននេះទម្រង់លេងល្អកម្រិតណាក៏ដោយអូយបាទសម្រុកខ្លាំងយ៉ាងណាក៏ដោយនេះគាត់មិនគិតថាសំណាងទេណាហ្នឹងហើយបាទលេងជាមួយនឹងក្រុមដែលពិបាកគឺផ្សេងលេងជាមួយនឹងក្រុមខ្លាំងគឺផ្សេងអញ្ចឹងអាចថាពេលដែលប៉ូទុយហ្គាល់ប៉ះជាមួយអេស្ប៉ាញគាត់ដឹងថាកម្រិតអេស្ប៉ាញឲ្យធ្លាប់ជួបគ្នាច្រើនលើកច្រើនសារហើយដឹងថាកម្រិតអេស្ប៉ាញហ្នឹងខ្លាំងកម្រិតបានអញ្ចឹងគាត់អាចនឹងបំរែបំរួលប្រែប្រួលយុទ្ធសាស្ត្រថ្មីដែលអាចទប់អេស្ប៉ាញហើយរកចន្លោះប្រហោងអីដើម្បីរកគ្រាប់បាល់យកឈ្នះទៅលើអេស្ប៉ាញបាទអញ្ចឹងបើតាមចិត្តខ្ញុំគិតខ្ញុំនៅតែអញ្ចឹងខ្ញុំគិតថាមិនមែនសំណាងទេឈ្នះអេស្ប៉ាញប៉ូទុយហ្គាល់នឹងឡើងទៅវគ្គបន្តទៀតនឹងឡើងទៅវគ្គបន្តទៀតហើយឈ្នះអេស្ប៉ាញទម្លាក់អេស្ប៉ាញហ្មងនេះការយកឃើញរបស់ខ្ញុំបាទមិនថាដោយសារតែខ្ញុំ fan ប៉ូទុយហ្គាល់លេខថាទម្លាក់អេស្ប៉ាញគេខ្លាំងប៉ុណ្ណាប៉ុណ្ណីនៅថាគេធ្លាក់បោះអត់ទេខ្ញុំជឿជាក់ខ្ញុំថាប៉ូទុយហ្គាល់នឹងអាចទម្លាក់អេស្ប៉ាញបាននៅវគ្គ16ក្រុមចុងក្រោយនេះបាទត្រូវបងត្រូវអត់ទេបងមកសួរខ្ញុំថាអេស្ប៉ាញហ្នឹងអរេយើងមានហេតុផលរបស់យើងថាព្រោះថាធ្លាប់កន្លងមកយើងដែរឃើញថាក្រុមដែលជួបឥឡូវយើងមិនបាច់ថាវិញនិយាយទៅ Man U ជួបក្រុមទូចាញ់ហ្នឹងហើយអត់ឈ្នះទេស្មើចាញ់ប៉ុន្តែបើសិនជាជួបក្រុមធំ Man U លាក់ថាចាញ់អត់ចាញ់ទេហ្នឹងហើយបាទអញ្ចឹងអានេះមិនថាយើងយករ៉ូលឬកំណត់តាម Man U ទេប៉ុន្តែពេលខ្លះក្រុមដែលត្រូវជួបជាមួយនឹងក្រុមធំឲ្យជួបគ្នាគឺគាត់មានសម្ពាធអញ្ចឹងគាត់ត្រូវប្រយ័ត្នខ្ពស់ជាងមុនបាទអត់ដូចលេងជាមួយនឹងក្រុមដែលល្មមមិនចេះប៉ុណ្នេះទេអញ្ចឹងអាចថាប្រឹងប្រែងមែនទែនដើម្បីឡើងទៅវគ្គបន្តទៀតហើយ World Cup នេះក៏អាចថា World Cup ចុងក្រោយរបស់គាត់ដែរអញ្ចឹងគាត់ប្រឹងហើយបងប្អូនណាបាទប្រឹងហើយបាទអូខេអញ្ចឹងទៅមួយគូទៀតហើយយើងនឹងចែករង្វាន់អាវជូនបងប្អូនយើង share ហើយព្រោះយើងដល់ម៉ោងចែកអញ្ចឹងយើងចែកលឿនហ្មងតែបងប្អូនអត់បាន share ទេក៏មិនទទួលបានរង្វាន់ដែរមួយគូចុងក្រោយរវាងម្ចាស់ផ្ទះអាមេរិកជាមួយនឹងជម្រើសជាតិ Basic ម្ចាស់ផ្ទះអាមេរិក Basic មុនឡើងមកនេះដាប់ទៅដួសហ្មងដល់គេ CP មុនសេនៃការ CP មុនទៅតាមចុងម៉ោងទេដាក់2ស្មើបន្ទាប់មកម៉ោងថែមបន្ថែមទៀតបានឈ្នះឡើងមកកាន់ជួបជាមួយនឹងអាមេរិកនេះនៅវគ្គ16ក្រុមចុងក្រោយបាទខ្ញុំលឿនហ្មងតម្រង់លេងអាមេរិកវិញអាមេរិកដឹងហើយម្ចាស់ផ្ទះឆ្នាំនេះខ្ញុំមិនដឹងមិនអី FIFA រៀបឲ្យមិនទេជួបក្រុមស្រួលហ្មងឡើងមកបើអត់មានពិបាកស្អីទេឡើងមកទាំងក្នុងពូទាំងអីហ្នឹងឥឡូវខ្ញុំមើលអាមេរិកដែលឡើងមកនេះដូចមិនធ្វើការធ្ងន់អីប្រហែលដែរអាមេរិកឡើងមកគឺថាលេងងាយដែរសម្រាប់ជំរើសជាតិមើលខ្ញុំមើលក្នុងនេះមើលបងប្អូនបាទសម្រាប់អាមេរិកដែលឡើងមកនេះគឺនៅក្នុងពូឈ្នះប៉ារ៉ាហ្គាយឈ្នះអូស្ត្រាលីហើយចាញ់តូគីបាទហើយនឹងឈ្នះបូស្នីបាទនិយាយទៅគីឡូដែលចាប់ឲ្យអាមេរិកចាប់ស្រួលពេកអញ្ចឹងអាមេរិកឡើងមកបណ្ដោយទេបាទអញ្ចឹងតែបើនិយាយពីមើលទម្រង់លេងខ្ញុំមើលការឆ្លាញ់ខ្ញុំយកអាមេរិក Basic លេងប៉ាតណាប៉ាតណី Basic លេងប៉ាតណាប៉ាតណីអត់ច្បាស់លេងអត់ច្បាស់លុះហើយបងប្អូនកន្លះក៏ល្អប៉ុន្តែទម្រង់លេងមិនល្អអញ្ចឹងហើយបើនិយាយពីការរៀបចំក្រុមដែលល្អគឺខ្ញុំឆ្លាញ់ក្រុមការដឹកនាំរបស់លោកគ្រូ Pochettino បាទរបស់អាមេរិករៀបចំទម្រង់លេងល្អជាងហើយ credit គេត្រង់ម្ចាស់ផ្ទះទៀតអញ្ចឹងខ្ញុំថាប្រកួតហ្នឹងអាមេរិកនៅតែអាចបន្តឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយបាទបន្តទៀតសម្រាប់ជម្រើសជាតិអាមេរិកឲ្យនឹងឈ្នះបាទតាមតាំងដែរមិនងាយស្រួលដែលអាចថា 1-0 ឬក៏ 2-0 ឬក៏ 2-1 នឹងអស់ហើយបាទប៉ានេះសម្រាប់ម្ចាស់ផ្ទះអាមេរិកនេះជាមួយនឹង Basic នេះ Basic នេះទៅដល់ទៅរស់មែនវេទនាណាយ៉ាថាវេទនាណាតម្រាំឡើងមកដល់វគ្គ16ក្រុមចុងក្រោយតែមកជួបជាមួយម្ចាស់ផ្ទះសហរដ្ឋអាមេរិកគេមកទាំងព្រមតែម្ដងអញ្ចឹងអាចថាអាមេរិកមិនទាន់ជួបក្រុមខ្លាំងតែ Basic នេះអាចតែធ្ងន់តិចដែរបាទធ្ងន់តិចដែរអត់ងាយស្រួលក្នុងការរកគ្រាប់ដូចគូមុនទេតែបើយើងមើលកម្រិតណាជួបជាមួយនឹងក្រុមផ្សេងគាត់ឈ្នះនៅក្នុងពូលប៉ុន្តែទូគីគាត់អាចឈ្នះទូគីបានទេសម្រាប់អាមេរិកបាទកម្រិតទូគីគាត់ចាញ់ប៉ុន្តែដូចថាប្រកួតប្រគ្រប់កិច្ចទេអាមេរិកឈ្នះក៏បានស្មើក៏បានព្រោះតែគេឈ្នះពីប្រកួតហើយក្នុងពូលតែអ្វីដែលសំខាន់នេះមកជួបជាមួយនឹង Basic នេះខ្ញុំគិតថាអាចនឹងតឹងតែងតិចសម្រាប់សហរដ្ឋអាមេរិកតែនៅតែអាមេរិកឈ្នះដដែលបាទអត់ធ្លាក់តាមហ្នឹងទេអាមេរិកបាទធ្លាក់នៅវគ្គ8ក្រុមអាមេរិកអាចធ្លាក់នៅ8ក្រុមបាទតែជួបជាមួយនឹង Basic នេះ Basic ទៅអាមេរិកហើយបងប្អូនយើងព្រោះថាតម្រង់បច្ចុប្បន្នមើលមិនយល់ទេមិនដូចមុនទេកីឡាករខនបាសេរីចាស់គាត់នៅចាស់គាត់នៅលេងបានប៉ុន្តែយើងមិនអាចថាដូចតែមានតែចាស់ពេកពឹងលើពួកគាត់គេពិបាកមិនកើតទេយូរទៅមិនដឹងថាអត់មានអីសម្រាប់គេហ្នឹងហើយចាំមើលតាសេរីចាស់អ្នកបញ្ចប់ទីពិបាកអញ្ចឹងចាំលូកាគូចាំអីហើយគូនេះដល់កយគូនេះគូបានប្រកបដែរគាត់បានប្រកបគេអាប់តងាប់គូហ្នឹងគូបានជួយពាំងតម្លាក់ឲ្យគេហ្នឹងបាទបានពាំងតម្លាក់ឲ្យគេហ្នឹង
chẳng mình tha ở biển bên đây sầm lấp kì hay Americ mau sang đây cái sruột nha ហ្នឹងអត់ទេអាមេរិកលេងខ្លាយ ស្រួលចឹងណាបាទហើយមុនលេងក៏ហោះឲ្យមកពីលើទៀតយ៉ាប់យ៉ាយតិចឈ្នះនឹងកុនឡោហត់ចែជើងនេះឡោបាទអញ្ចឹងអាចថាចាញ់ហើយខ្ញុំគិតថាអាមេរិកនៅតែឡើងទៅទៀតបាទអញ្ចឹង basic ធ្លាក់ត្រឹមប៉ុណ្្នឹង បាទ បាទធ្លាក់ទៅវគ្គហ្នឹងហើយ អញ្ចឹងយើងតោះ បាទ អូ អូខេ ជ្រេណាមកយើងជ្រេនេះ ទៅតមកអូគេមកមែនតើយើងនេះ អូយើងទៅគូប្រេស៊ីលជាមួយនឹងណ័រវេវ៉ូគូនេះគឺជាគូដែលមួយគូដែលចាប់អារម្មណ៍មួយទៀតហើយនៅវគ្គ16នេះប្រេស៊ីលចង្វាក់លេងប្រយុទ្ធល្អស្លាបប្រយុទ្ធស្លាបមានវីនីមានគូញ៉ាហើយស្ដាយដែរដែលរ៉ាហ្វីញ៉ាលប៊ូស្ដាយមែនតើកុំអីនឹងត្រូវគីបស៊ីនរបស់គេខាងលើនឹងបាទអញ្ចឹងលេងមកវិញដល់ Ryan កីឡាករ Ryan របស់ប្រេស៊ីល3ខាងលើមានបំរើល្អចែកបាល់ដូចជាបាគូតាអីហ្នឹង Gumares បាទ Bruno Gumares Casemiro ការពារតាន់ Marquinhos Gabriel Magalhaes មកសិតតែជើងល្អណាអញ្ចឹងមកប្រេស៊ីលខ្ញុំឃើញថាល្អណ័រវេបងប្អូនភាគច្រើនស្គាល់ច្រើនទេស្គាល់តែ Haaland Odegaard នឹងពីរហ្នឹង Odegaard Slot ហើយ Slot អីហ្នឹងបាទពីរហ្នឹងដែរទេ Nusa បាទ Nusa នេះក៏ល្អដែរជើងក្លុបបាទអញ្ចឹងយើងមកមើលមកខ្ញុំពិបាកមែនទេគូហ្នឹងបាទសិតតែក្រុមដែលប្រយុទ្ធច្បាស់ដូចគ្នាអញ្ចឹងគូហ្នឹងខ្ញុំថានឹងមានគ្រាប់បាល់ច្រើនវិញគូហ្នឹងខ្ញុំថានឹងមានគ្រាប់បាល់ច្រើនព្រោះនឹងលេងប្រយុទ្ធដូចគ្នាលេងប្រយុទ្ធប៉ុន្តែអ្នកដែលប្រយុទ្ធស្រួចហើយច្បាស់ជាងខ្ញុំនៅតែឲ្យ credit ទៅប្រេស៊ីលព្រោះប្រេស៊ីលมันច្បាស់តែប្រយុទ្ធទេណាស្លាប់ក៏ល្អដែរមានវីនីមាន Ryan ទេបាទអញ្ចឹងអ្នកដែលក្លុបបានជោគជ័យគឺប្រកាសណាស់ប្រេស៊ីលហើយនឹងមានគ្រាប់ច្រើនខ្ញុំឲ្យ credit ការប្រកួតហ្នឹងឈ្នះទៅកាន់ប្រេស៊ីលបាទអូខេយកប្រេស៊ីលហ្នឹងបងបាទខ្លីៗប៉ុណ្ណឹងបាទតែបើខ្ញុំវិញខ្ញុំយក knock វេហើយមិនចឹងបងហេមិនមានអីទេមិនទាំងថា fan Haaland អីទេណាហ្នឹងហើយអត់ចង់ដឹងបងហេតុអីព្រោះថា knock វេឡើងមកនេះខានលេងដូចជា28ឆ្នាំហើយ World Cup ឡើងមកភ្លាមហើយទំនុកចិត្តគេខ្ពស់ហើយអ្នកគ្រប់គ្រងគឺផ្ដល់កម្លាំងចិត្តច្រើនមែនទែនបាទផ្ដល់កម្លាំងចិត្តរាល់ការប្រកួតគឺតែងតែឃើញអ្នកគ្រប់គ្រងរបស់ knock វេធ្វើឲ្យមានការរំភើបនៅក្នុងការប្រកួតនឹងតែម្ដងបាទអញ្ចឹងមកនេះគឺមកទាំងទឹកចិត្តអ្នកគ្រប់គ្រងទាំងកីឡាករគឺមកទាំងព្រមគេលេងបាទនិយាយពីទំនងលេងនេះគឺមានទំនុកចិត្តខ្ពស់ការពីលេងនៅក្នុងពូលដូចយើងឆិនឆៃតិចទេបាទឆិនឆៃបាទតែដល់ពេលឡើងផុតពីពូលមកដល់វគ្គ32ក្រុមលេងរបៀបចាស់ទុំបាទសម្រាប់ knock វេមួយមិនបង្ខំទេមួយលេងឲ្យគេលេងឡើងតាមចិត្តបាទអត់ប្រឹងឲ្យចុងក្រោយដាក់ដូចជាជួបជាមួយចុងក្រោយជួបជាមួយនឹងកូដឺវ៉ាបាទកូដឺវ៉ានឹងតឹងមែនតើបងប្អូននឹងស្រាប់ហើយអ្នកគ្រប់គ្រងក៏មិនចាញ់គ្នាប្រហែលដែរអូត្រាហ្វេនខ្លាំងណាបាទប៉ុន្តែចុងក្រោយនឹង Haaland សុទ្ធចុងមកនឹងបានមកគ្រាប់នឹងខ្ញុំពីរនាក់ប្រពេះអត្ថាធិប្បាយនឹងយ៉ាងស្វិតស្វាញដែរណាស្មារតីស្មារដល់ថែមម៉ោងផងបាទហ្នឹងហើយបាទតែខ្ញុំយល់ឃើញថាប្រកួតចុងក្រោយនៅវគ្គ32ក្រុមគេលេងទំនុកចិត្តមែនតើលេងហ្នឹងហើយបាទបថុយបាទច្បាស់មួយហើយបញ្ចប់ទីយកតែម្ដងអញ្ចឹងអាចជួបជាមួយប្រេស៊ីលខ្ញុំគិតថា knock វេនឹងទម្លាក់ប្រេស៊ីលមិនថាគិតថាប្រេស៊ីលបងធំអី5សបាយការទេច្បាស់ណា knock វេនឹងទម្លាក់ប្រេស៊ីលខ្ញុំគិតថា knock វេទម្លាក់ប្រេស៊ីលបងប្អូនយល់ណាបាទនេះការយកឃើញមកខ្ញុំទេចាំប្រពេះថាប្រេស៊ីលខ្ញុំថា knock វេតើចាំអ៊ុតបងគ្នាវគ្គហ្នឹងបាទចាំអ៊ុតបងគ្នាមកគូទៀតអើយចង់ឲ្យគូដែលចាប់អារម្មណ៍នេះបងប្អូនណាមេស៊ីកូម្ចាស់ផ្ទះជាមួយនឹងជំរើសជាតិអង់គ្លេសមេស៊ីកូផ្នែកមិនខុសពីអាមេរិកទេមេស៊ីកូនិងអាមេរិកស្តៀងគ្នាពីរក្រុមនឹងម្ចាស់ផ្ទះឲ្យលេងល្អទម្រង់លេងចេញមកកាចស្រួយដូចគ្នាហ្នឹងច្បាស់ហើយអង់គ្លេសតាំងពីដើមមកដូចតាំងដើមអញ្ចឹងហ្មងអង់គ្លេសចង់ថាក៏ល្អប៉ុន្តែលេងឲ្យថាឲ្យជើងអ្នកគ្រប់គ្រងទុកចិត្តបានដាច់ផឹងអីអត់ទេវេទនាណាស់បងប្អូនណាតម្រាំតែឡើងមកឈ្នះកុងហ្គោបុកពោះបាទទាំងអស់គ្នា fan អីហ្នឹងបាទដាច់បាយដាច់ទឹកឲ្យអត់ឈ្នះទៀតដាច់គ្រាប់អត់ឈ្នះអញ្ចឹងយើងមកវគ្គនេះខ្ញុំគិតថាជួបមួយ message អង់គ្លេសក៏មិនស្រួលទេនឹងលំបាកខ្ញុំថាមើលជើងមើលអីបន្ទាប់ពីគិតគូមកកូនចែកបាទតាមក្បួនមកខ្ញុំថាគូនេះស្រួលដល់ពេលហ្នឹងទីបាទពេលហ្នឹងទីអាហ្នឹង50-50ខ្ញុំថាអង់គ្លេសឡើងចុះបាទអង់គ្លេសឡើងអូបឋមនេះទៀតទុយគ្នាទៀតប្រឆាំងគ្នាទៀតអូខេបាទខ្ញុំវិញខ្ញុំគិតថាមេស៊ីកូនឹងឡើងហើយបាទបងមេស៊ីកូនឹងឡើងហើយមេស៊ីកូនេះបាទតាមលេងមុនដំបូងជាមួយនឹងSouth Africa បាទគេមើលទៅឃើញថាលេងរបៀបនេះមានតែបានឡើងទេជាន់ជួបក្រុមធំផងតែក្នុង World Cup នៅឆ្នាំ2021នេះម្ចាស់ផ្ទះមេស៊ីកូនេះបងប្អូនណាគឺជាក្រុមមួយដែលមិនទាន់របូតគ្រាប់បាល់សូម្បីតែមួយគ្រាប់អត់ទាន់របូតទេបាទហើយលេងមុតស្រួចណាស់សឹងតែថាចង់ស្រួចជាង USA ផងបាទខ្លាំងជាង USA ផង
chẳng cái ọt miền bộ tế chèn pi mùi chèn kề mùi sôn chèn check mán bay bọn xe pi muối bộ đấy pi sôn và pi sôn trong khói nó chèn nè Colombia bà ở đây Mexico xe Ecuador pi sôn Ecuador trong khói chèn pi sôn chẳng miền bộ kinh tế cứ chèn là hột bà ở toàn là bột crop tế chẳng ai chụp chụp ăn lấy,ปัจจุบันăn lấy bằng bồn đang sáp với từ đua khăng nhẹ nhảy ông lang mà đang Vietnamese chụp với Congo từ bao lang hot đó ăn sữa thế chẳng em cái than nơi tập đó là phía bên chắc nha Mexico em tha tụi bay ăn lấy cầm cầm bật thông bana cái đấy tại trong sông chất cho tôi nghe cái này dọc nọc về em dọc Mexico bà Mexico đang lang nó vẽ to lên chắc nha Mexico đã ăn lấy nó vẽ năng ảnh mà cô tiết ní ai tha cái lỗ mà hát nhiều rồi cô ní các bóng đó Switzerland chỉ mua đến Colombia Switzerland Colombia cái lỗ ai xì son này bán cô ní bài bền dày pi sờ lạnh nhưng anh buôn lên cả bọc tạ cái xíu nhầm vô Colombia cô đang xuống tắng xuống xì khi mùi sâu này đấy ai bà miên khọp bà smart thay màu mà rồi thầy hay bà xì chết bay đằng tì cô đang miên nằm khọp này Corona xì mà khọp môn nha chào cô đang hư nhầm pan bà chẳng nhầm vô Colombia tiền tôi tiền nhầm cho Swiss lâu mày kết trở này đang Swiss lang Swiss tập lại Colombia ok mà vì mà đây cũng không cho bong chạy môn đong ta họ sáng tin này bà sáng tin ai da sáng tin là đào về sáng tin nè Egypt bà sáng tin Egypt mới tới mua bao sáng tin sáng đi bắt vô mỗi cái này bạn mua tao mới khơi sáng tin mà muốn những đăng sạp ấy mà trả chuyện ai là cả muốn hay bộ pin đã tham một bộ chip sẽ cứ thì là co hay miền liền này Messi chỉ nhận được nón tiền hay Messi có tay chạy được crop bàn bà chẳng ai tha tụm lùng lên ปัจจุบัน นี้ cứ toàn đi thế bà đôi chỉ tầm smart toàn tránh nhà sang tín bà channel hot máu hay chip sẽ cứ Messi có được bàn pearl crop hay channel nhưng top scorer ปัจจุบัน bà hay Egypt ní cứ lo từ đua mình tên tầm rom tầm lang màu Vietnamese nè bà Vietnamese nè miền Salah miền này ta đôi muốn này đôi chị mới từ bát với Senegal Egypt pi nó chúng ta chẳng hạn phụ quát cứ mom mà cái lá co mom anh ấy cầm này rồi crop bàn từ quát bàn này ta lấy thẻ Senegal mùi Egypt còn mình nơi này Argentina đang tập lệ Egypt nó vẽ đập vào mùi cầm trong cày như bằng phun nhưng Argentina đang lang tập vẽ mình to tiệt bà sân địa Argentina lang ăn pot này chỉ mùi cặp vé này đang ai thaนี่vấn đề lang pot đang từ đó đấy cặp vé nó khi chúng ta chắc bà mình chưa Argentina cặp mò tiệt bà mò tiệt chẳng ai tha Argentina bằng phun nhưng đang sao vậy cái là có bị lưỡi đỏ crom từng sai cà pía ai chìm sẽ cứ miền tây chất trong về trong ai tầm miền Messi Argentina này ai tầm miền Messi đang crom nó cứ quát miền tây chất lên mà hay quát chỉ nẹt nom lên chết mà quát chỉ nẹt nom lên chết mẹ thằng ọt Messi cái là cọp sen cái rô cọp bàn này phần tái bảo bọn nên thở đang ha Messi cái cọp quát cái rô cọp bàn hay đôi tha thòm ra cái tha thung quân ráng không đấy miền là Lichen mua chứ thung quân ráng miền cái là co trường trang mới thung quân ráng chứ mà chẳng ní cứ chỉ cầm lăng chất không crom môi đợt thôm một phần xem nào vào Argentina bà chẳng dùng cái tạ Argentina cứ nơi thế ai lang tập vẽ bàn to thì tập lẽ Egypt nơi vẽ đập môi crom đi bà nhóm cái tha Argentina lãng bàn tay mình xua rồi bà tan năng papa Argentina của Egypt năng cái lốc mình áo ấy chùm rớt chiết Argentina lãng móc xua lại tam để mơ sạch ba ly rồi bỏ Egypt còn mình nói nhá tụi rôm để lãng mà chua Argentina đi một cái cho cắt ca một cái không phu chỉ trao đá đó là mơ bà muốn cái lãng mà ní Egypt cứ nó không phu bà tụm rôm tại China bộ kia bà smile cho muốn basic họ China họ New Zealand smile cho muốn Iran và toa máu smile cho muốn cái smile chẳng năng Egypt năng bằng co phiệp tam tăng mình copy cà phê vào mà này năng đồng khan bình tĩnh mình ao hà sáng tin cho nghỉ pé chứ chẳng nào mình còn lúc mình anh chỉnh tôi đây cái lúc bên đây nhung cái đó bà sân chia Egypt chỉ muốn cà phê này nhung cái là Egypt thu trên cà phê này ok không bà ôm xã này bà nhung cái ôm xã với số tranh cà phê thế Egypt nha ok ôm xã đây là ôm xã tích tuổi đôi cà phê đó lời đi dân cho cái này dân đó mong chạy ai bên tay xong ăn comment bông bông dân lên mua dần dân khinh comment mua chạp đó mà không bà nhom tia tới ấp cho ai té xong thao admin tụi la mùi chung thì ngay đây hòa mấy đây bông hồ mày chơi đánh trắng à kìa không like cái trắng là một bu lu từ kia nó ngon ơi đang làm mấy trắng như là thứ ba của nhà rồi lấy áp kia nó rồi lệch men nấu đó cái nó mà thao bên đó thì chết thì chừng nào là lại
mấy là pe khai chẳng cái gì à nông lai nó thưa ba nhông lai vì đã pro pe cuối để sai cả mình với mau được sai bong xua dục năng miên mau còn man bong đập pi bong mà chắc tiếc Canada lên chỉ muốn mà rock complete chụp này chỉ muốn nhom hay năng miên mình đi hai mảng 4 bà ráng chỉ muốn Paraguay chụp thêm một bong tờ lá chỉ muốn nhắn bong sinh lì âm si sinh lì bà tia miên bong họ những tia đây bị phẩm bay trang Việt Nam có tia krom có tha krom lang tới này về mấy krom miền Parang mà rock Spain USA Brazil Anh Argentina Colombia thôm đúng không bà chẳng tôi tập pro hay nữa bà ní cả cái đó bà đó lại ní dương lên ai mỏ do ai một chia tới món này hay ai thịt nhưng là sao thịt dương á nhưng là thịt trong mau mà bọn này thịt trong mau buộc nhầm đằng ơi thịt trong mau để sao mau dương trẻ lại dương trôm dương lại ban màu ấy bà còn ai bong bọn chăm chú ai mua được quán tiết cho bà phải can bong bọn dương rồi bếp lên cứ mình không kia thì bếp lên nhá bong bọn đốt rồi quán tim môi chẳng game thì môi đá điên cái này là đôi kia mà